បងប្អូនទាំងអស់គ្នាចាអញ្ចឹងថ្ងៃនេះគឺជួបអ្នកគ្រូជាមួយនឹងលំហាត់មួយគឺការអានចំនួនតាមខ្ទង់និងតាមថ្នាក់ចាអញ្ចឹងឥឡូវនេះគឺអ្នកគ្រូមានលំហាត់ចំនួន4អក្សរកខហើយនិងអក្សរកូអញ្ចឹងគេឲ្យយើងចូលអានពាក្យចូលសរសេរពាក្យអានចំនួនខាងក្រោមតាមខ្ទង់និងតាមថ្នាក់អញ្ចឹងរបៀបនៃការអានចំនួនតាមខ្ទង់គឺកូនរាប់លេខដែលចាប់ផ្ដើមពីខាងស្ដាំដៃទៅមុនគឺចាប់ផ្ដើមពីខ្ទង់រាយអញ្ចឹងយើងរាប់មកខ្ទង់ដំបូងគេគឺខ្ទង់រាយ10 100 1000 10000អញ្ចឹងលេខ7នៅខ្ទង់10000យើងអានថា70000 8560ចាម្ដងទៀត78560ចំណែកឯអានតាមថ្នាក់អញ្ចឹងអានតាមថ្នាក់របស់យើងគឺបែងចែកជា3ថ្នាក់មានថ្នាក់ឯកតាថ្នាក់ពាន់ហើយនិងថ្នាក់លានចាអញ្ចឹងក្នុងមួយថ្នាក់សម្រាប់ថ្នាក់ឯកតាហើយនិងថ្នាក់ពាន់គឺមានចំនួន3ខ្ទង់នៅក្នុងនឹងចាអញ្ចឹងខ្ទង់នេះ3ខ្ទង់ដំបូងគឺវាស្ថិតនៅក្នុងថ្នាក់ឯកតាចាយើងរាប់ធម្មតារីឯ2ខ្ទង់ខាងមុខនេះគឺស្ថិតនៅក្នុងថ្នាក់ពាន់អញ្ចឹងវាស្មើនឹង78,560ចាអញ្ចឹងឥឡូវយើងមកទៀងទាត់ចម្លើយទាំងអស់គ្នាចាអញ្ចឹងអានតាមខ្ទង់78560អានតាមថ្នាក់78560ចាឥឡូវយើងមកមើលជាមួយនឹងលំហាត់អក្សរខចាអញ្ចឹងអក្សរខយើងអានថា80564ចាឥឡូវយើងទៀងទាត់80564រីឯអានតាមថ្នាក់អញ្ចឹងអានតាមថ្នាក់8នេះ80លេខ80នេះស្ថិតនៅក្នុងថ្នាក់ពាន់អញ្ចឹងយើងអានថា80564លើកទៀងទាត់80564អក្សរកចាអញ្ចឹងអានតាមខ្ទង់គឺយើងរាប់លេខធម្មតាណាចាអញ្ចឹងយើងបាន92150ចាអញ្ចឹង92150រីឯអានតាមថ្នាក់អញ្ចឹងអានតាមថ្នាក់យើងបាន92150ចាទៀងទាត់ចម្លើយ92150ឥឡូវយើងទៅរំហាត់អក្សរខមួយទៀតចាអញ្ចឹងអក្សរខគឺនិយាយរួមគឺកូនរាប់ដូចគ្នាយើងរាប់ខ្ទង់ពីខាងស្ដាំទៅមុនមកចាអញ្ចឹងវាស្មើនឹង90000ណា95246ចាឡប់ទៀងទាត់ចម្លើយជាមួយអ្នកគ្រូ95246ចាឥឡូវយើងអានតាមថ្នាក់វិញម្ដង95246ចាអញ្ចឹងយើងទៀងទាត់ចម្លើយ95246ចាអញ្ចឹងសម្រាប់លំហាត់របស់អ្នកគ្រូគឺមានត្រឹមតែប៉ុណ្នេះបើសិនជាកូនមានចម្ងល់ឬបញ្ហាអីបន្ថែមកូនអាចខមមិននៅខាងក្រោមចាសូមអរគុណ